អ្នកទស្សនាជាទីមេត្រីតើអ្នកធ្លាប់ដើរឆ្លងកាត់ខាងមុខព្រះបរមរាជវាំងចប់ដងទន្លេសាបហើយឃើញទីសក្ការៈមួយដ៏ល្បីល្បាញឈ្មោះថាព្រះអង្គដងកើដែរឬទេប្រហែលជាអ្នកធ្លាប់ជួយឲ្យពុកបនស្រន់សុំសេចក្តីសុខសុំលាភសក្ការៈរាប់មិនអស់ហើយហេតុអ្វីបានជាខ្មែរយើងមានជំនឿលើទីកន្លែងនេះខ្លាំងម្ល៉េះថ្ងៃនេះយើងនឹងនិយាយត្រដាងពីរឿងរ៉ាវដើមកំណើតដ៏អាចកំបាំងនិងស័ក្តិសិទ្ធិរបស់ព្រះអង្គដងកើដែលជាបារមីនៅក្នុងបេះដូងខ្មែរយោងតាមឯកសារនិទានតគ្នារបស់ព្រឹទ្ធាចារ្យមីប៉ុនអតីតទីប្រឹក្សាក្រុមប្រជុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសនបណ្ឌិតបានឲ្យដឹងថារឿងរ៉ាវចាប់ផ្ដើមតាំងពីសម័យសង្គមរាស្ត្រនិយមនៃព្រះបាទនរោត្តមសីហនុកាលនោះនៅពេលព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងគេតម្រូវឲ្យលើកទង់ជាតិឡើងជាសញ្ញាប្រាប់មហាជនដងសម្រាប់លើកទង់ជាតិដ៏ខ្ពស់ត្រដែតនោះហើយដែលក្រោយមកត្រូវបានមហាជនខ្មែរយើងនាំគ្នាហៅថាដងកើតក្នុងសម័យកាលជាមួយគ្នានោះដែរមហាជនបានចាប់ផ្ដើមមានជំនឿដ៏ចម្លែកមួយពួកគេជឿថាមានអ្នកតាដ៏ស័ក្តិសិទ្ធិបានចូលសន្ធិដ្ឋនៅត្រង់ដងកើឬដងទង់ជាតិនេះដោយសារជំនឿដ៏មុតមាំនេះពួកគាត់បាននាំគ្នាសាងសង់ព្រះវិហារតូចមួយនិងសាងរូបសំណាកជាតំណាងដងកើនោះឡើងហើយបានប្រសិទ្ធនាមថាព្រះអង្គដងកើរហូតមកដល់សព្វថ្ងៃនេះចាប់តាំងពីពេលនោះមកទីកន្លែងនេះបានក្លាយជាកន្លែងសក្ការៈបូជាដ៏ធំបំផុតមួយបន្ទាប់ពីអ្នកតាគ្រឿងលៀងតើបារមីព្រះអង្គដងកើស័ក្តិសិទ្ធិដល់កម្រិតណាជារៀងរាល់ថ្ងៃជាពិសេសនៅថ្ងៃសីលឬថ្ងៃពេញបរមីមនុស្សរាប់រយនាក់ទាំងអ្នកភ្នំពេញនិងអ្នកមកពីបណ្ដាខេត្តបាននាំគ្នាសម្រុកទៅអុជធូបបន់ស្រន់ចាប់ពីម៉ោង3រសៀលទៅគឺមានមនុស្សច្រើនកកកុញស្ទើរតែរកកន្លែងអុជធូបមិនបានពួកគេទៅទីនោះដើម្បីបួងសួងសុំសេចក្តីសុខសុំឲ្យប្រកបរបរការកាក់កបសុំលាភសក្ការៈនិងសូម្បីតែសុំកូនចៅតាមក្តីប្រាថ្នារបស់ពួកគេអ្នកទៅបែរបន់តែនាំយកដង្វាយដូចជាស្លាធម៌ផ្កាឈូកចេកថែមទាំងមានការថ្វាយបទភ្លេងពិណពាទ្យដ៏ពិរោះទៀតផងអ្វីដែលកាន់តែពិសេសគឺសកម្មភាពលេងសត្វដូចជាអណ្ដើកបក្សីឬត្រីនៅមុខព្រះអង្គដងកើដើម្បីប្រសាទឲ្យរួចផុតពីសេចក្តីស្លាប់ទោះបីជាប្រវត្តិព្រះអង្គដងកើមិនមានចារឹកទុកនៅក្នុងសៀវភៅណាក៏ដោយក៏រឿងនិទានតគ្នានេះបានបញ្ជាក់ពីជំនឿដ៏ជ្រាលជ្រៅនិងរឹងមាំនៅក្នុងបេះដូងខ្មែររាប់ជំនាន់ពិតជាអស្ចារ្យមែនទីសក្ការៈដ៏សាមញ្ញមួយនេះបានក្លាយជាទីពឹងផ្លូវចិត្តដ៏សំខាន់សម្រាប់ប្រជាជនខ្មែរយើងនេះជាភស្តុតាងដែលបង្ហាញថាជំនឿនិងប្រពៃណីនៅតែបន្តចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរតើអ្នកធ្លាប់ទៅបែរបន់នៅព្រះអង្គដងកើហើយទទួលបានផលសម្រេចទេសូមកុំភ្លេចចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមសូមកុំភ្លេច like share និង subscribe channel របស់យើងដើម្បីទទួលបានវីដេអូប្រវត្តិសាស្ត្រនិងជំនឿសាសនាដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀតសូមអរគុណសម្រាប់ការទស្សនាសូមជួបគ្នានៅវីដេអូក្រោយ